សូមចម្រើនពរញាតិញោមអ្នកដែលគោរពស្រឡាញ់ពេញចិត្តនៅបាលីឬមន្តគាថាផ្សេងថ្ងៃនេះមុននឹងយើងចូលទៅអនុវត្តសិក្សារៀនសូត្រនៅបាលីឬមន្តគាថាសូមញាតិញោមកុំភ្លេចចុច Subscribe និងចុច Like នៅលើ Channel និងវីដេអូនេះម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតនៅក្នុងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅបាលីស្រឡាញ់បាលីគេហៅថាស្រណដោះបន្ទួនចិត្តណាស្ដាស់បន្ទួនចិត្តតែប៉ុតមិនស្រឡាញ់ប្រើថាអានឹងបើប្រើពាក្យកាត់ថាបាលីបន្ទួនចិត្តនិយាយប៉ុណ្ណេះបាលីបន្ទួនចិត្តអានឹងវាពាក់ព័ន្ធមួយការស្រឡាញ់ពាក់ព័ន្ធមួយការបន្ទួនចិត្តគេដែរនឹងមិនមែនសំដៅតែលើស្រឡាញ់ទេពាក្យថាបន្ទួនចិត្តហ្នឹងវាបន្ទួនបានគ្រប់របៀបណាបន្ទួននឹងវាមិនមែនបន្ទួនចិត្តតែរឿងបន្ទួនចិត្តស្រឡាញ់ទេឥឡូវអញ្ចេះឧទាហរណ៍ណាឧទាហរណ៍ថាឥឡូវយើងចង់បន្ទួនចិត្តណែយើងអ្នកលក់ដីក្តីអ្នកលក់ធ្លីក្តីធម្មតាអ្នកលក់ដីធ្លីគេតែមកទិញដីយើងហើយគេត្រូវការចុះមើលគេត្រូវការនិយាយស្ដីហើយចឹងមកដល់ហ្នឹងយើងជាអ្នកលក់ហ្នឹងយើងចង់បន្ទួនចិត្តគេថាធ្វើម៉េចឲ្យគេទួនចិត្តឲ្យគេនិយាយទៅដូចថាយើងនិយាយទៅគេហ្នឹងគេគួរឲ្យចង់ស្ដាប់និយាយទៅហ្នឹងយើងបញ្យល់ហេតុផលទៅហ្នឹងគេស្ដាប់ទៅគេទួនចិត្តអញ្ចឹងណាណែអាហ្នឹងប្រើបានលើអញ្ចឹងណាហើយមួយទៀតប្រើទៅលើផ្នែកណែលក់ឡានលក់ទ្រព្យសម្បត្តិអីផ្សេងក្តីហ្នឹងក៏អាចប្រើក្នុងការបន្ទួនចិត្តចឹងដែរណែប្រើបន្ទួនចិត្តចឹងដែរហើយណែអ្នកធ្វើការណាអ្នកធ្វើការលក់អចលនៈទ្រព្យក្តីអ្នកធ្វើការដាក់ CV ទៅយើងជាកូនចៅយើងទៅសុំគេធ្វើការក៏ត្រូវតែសុំគេហៅថាបន្ទួនចិត្តគេដែរដើម្បីឲ្យគេយកយើងណាបើគេមិនទួនចិត្តទេគេអត់យកយើងទេណាគេអត់យកយើងទេអានឹងបើសិនជាគេអត់ទួនចិត្តហើយបូករួមទាំងយើងនឹងឃើញគេមិនសូវហ៊ាននិយាយមិនសូវហ៊ានស្ដីទៀតអេវ៉ាំងស្រោអញមិនដឹងជាទៅណាមកណីទេចឹងហើយឥឡូវបើមិនចេះនិយាយអីសោះហ្នឹងណាគួរតែសិក្សារៀនបាលីនឹងទៅក៏ប៉ុន្តែមិនមែនថាអ្នកចេះនិយាយទាំងអស់គេសិតតែចេះគេយកទេក៏ប៉ុន្តែអ្នកនិយាយខ្លះក៏គេគឺថារស់ដោយសារអណ្ដាតអត់ឆ្អឹងប៉ុន្តែរស់ដោយសារវាបានណាបើនិយាយត្រូវឡើងទៅធំលឿនហើយបើអ្នកខ្លះគេអត់សូវនិយាយស្ដីក៏គេអាចថាមានឱកាសក្នុងការធ្វើអីក៏បានសម្រេចជោគជ័យនឹងដោយសារគេមានគេហៅថាគេប្រើបាលីហ្នឹងអ្នកខ្លះអត់សូវនិយាយស្ដីទេប៉ុន្តែមួយម៉ាត់ទៅហាក់បីដូចជាចំកៅបេះដូងគេហាក់បីដូចថាអ្នកមករកធ្វើការងារអីក្តីដូចថាវាសម្រេចរឿងខ្លះវាសម្រេចដូចបំណងអញ្ចឹងចឹងហើយកូនចៅទាំងអស់គ្នានឹងពាក់ព័ន្ធមួយបន្ទួនចិត្តនឹងបន្ទួនចិត្តបានបន្ទួនចិត្តម៉ែក្មេកបន្ទួនចិត្តប្រពន្ធអីហ្នឹងម៉ែក្មេកក្តីមើលតែប្រុងរៀងជេរពេកបន្ទួនចិត្តខ្លះប្រពន្ធក្តីមើលតែរៀងមិនសូវជេរពេកបើថាគាត់ជេរបន្ទួនចិត្តខ្លះបន្ទួនមិនមែនបន្ទួននឹងក្នុងគោលបំណងថាប្រស្អប់អីទេប៉ុន្តែក្នុងថាកុំឲ្យកាចណាកុំឲ្យកាចពេកហើយឥឡូវនេះពាក្យថាបន្ទួនចិត្តនេះថ្មបានបញ្យលស្រេចបាច់ហើយកុំឲ្យរចនាវែងឆ្ងាយចូលទៅពាក់ព័ន្ធនឹងការបង្រៀនយើងតែម្ដងតើបន្ទួនចិត្តហ្នឹងរបៀបក្នុងការបន្ទួននឹងយ៉ាងម៉េចធ្វើយ៉ាងណាដើម្បីបន្ទួនចិត្តនឹងឲ្យត្រឹមត្រូវឲ្យធ្វើទៅនឹងសមប្រកបអញ្ចេះញោមណាញោមសូត្របាលីនឹង9ចប់ទៅឬក៏7ចប់ទៅណាតាមពិតថ្មឲ្យសូត្រតែ7ទេហើយមុននឹងសូត្រនឹងត្រូវប្រើក្នុងបាលីនឹងគេអត់បានដាក់ឈ្មោះទេហើយយើងអ្នកសូត្រនឹងយើងត្រូវបញ្ចូលឈ្មោះខ្លួនឯងទៅមុននឹងសូត្របាលីនឹងត្រូវពូលណាពូសិនណាឧទាហរណ៍ថាឥឡូវថ្មយកបុគ្គលឈ្មោះកមួយអញ្ចឹងឧទាហរណ៍ហ្នឹងណាឥឡូវបុគ្គលនេះឈ្មោះកណាសូមឲ្យខ្ញុំសូត្របាលីឈ្មោះសូមឲ្យខ្ញុំប្រើបាលីលោកគ្រូហើយសូត្របាលីលោកគ្រូហើយណាសូមឲ្យទិសបរមី
បារមីលោកគ្រូទិសបរមីអរុកអរណតាទេវតាទិសទាំង8គុណម៉ែគុណឪកាលដែលខ្ញុំពូលបល័យនេះទៅកាលណាហើយសូមឲ្យប្រកែសូមឲ្យបុគ្គលដែលឈ្មោះកនេះទួនចិត្តអាណិតអាសូរឲ្យគេស្រឡាញ់ខ្ញុំឲ្យគេសន្តោសប្រោះបណ្ដីមកខ្ញុំណាឲ្យខ្ញុំទៅលក់ដូរអីនឹងអវដាច់អានឹងឧទាហរណ៍ណាបុគ្គលនឹងបុគ្គលឈ្មោះកក៏ប៉ុន្តែបើគេឈ្មោះអីចឹងទៅយើងដាក់ឈ្មោះគេទៅមិនមែនហៅឈ្មោះកចឹងទេយើងដាក់ឈ្មោះគេចឹងទៅបុគ្គលឈ្មោះនេះខ្ញុំសូត្របល័យនេះទៅសូមឲ្យបល័យលោកគ្រូនឹងប្រកែរំដំបន្ទន់ចិត្តគេឲ្យគេនឹងជួយធ្វើម៉េចឲ្យថាលក់ដូរឲ្យគេទិញទៅបើយើងលក់ដីថាឥឡូវនឹងឲ្យបុគ្គលឈ្មោះនេះមកទិញដីនឹងឲ្យគេទន់ចិត្តអាណិតអាសូរចឹងទៅឲ្យខ្ញុំលក់ឆាប់ដាច់ចឹងឧទាហរណ៍ណាចឹងកូនក្មួយយើងទាំងអស់គ្នាយល់ហើយនៅអ្វីដែលអាត្មាបង្ហាត់បង្ហាញហ្នឹងប៉ុន្តែបល័យហ្នឹងត្រូវសូត្រ7ចប់តោះឥឡូវដើម្បីកុំឲ្យខាតពេលយូរអ្វីដែលអាត្មាត្រូវបង្ហាត់បង្ហាញណែនាំចប់អស់ហើយត្រូវមុននឹងចូលទៅសិក្សារៀនសូត្រហ្នឹងត្រូវពោលនមោ3ចប់ទាំងអស់គ្នាសិនចំណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะในក្រោយអំពីញាតិញោមពោលនមោចាប់3ចប់ដូច្នេះរួចកាលណាត្រូវសូត្របល័យឬគាថាដែលយើងបានសិក្សារៀនហ្នឹងអ្នកមៈអឧមហាមេតាមហាអាណិតអ្នកមៈអឧមហាមេតាមហាអាណិតអ្នកមៈអឧមហាមេតាមហាអាណិតណែបល័យនឹងត្រូវសូត្រអញ្ចឹងណាសូត្រម្ដងទៀតអ្នកមៈអឧមហាមេតាមហាអាណិតអ្នកមៈអឧមហាមេតាមហាអាណិតនឹងបល័យនឹងត្រូវសូត្រចំនួន7ចប់ដូចអ្វីដែលអាត្មាបង្ហាត់បង្ហាញណែនាំប៉ុណ្ណឹងទៅចោះឥឡូវញាតិញោមប្រហែលជាយល់ហើយនៅខ្លឹមសារនៅការបង្យុកបញ្យល់ហ្នឹងហ្នឹងហើយប្រសិនបើញាតិញោមមានកន្លែងណាដែលញាតិញោមមិនយល់ឬមិនច្បាស់ត្រង់ចំណុចកន្លែងណាមួយលោកគ្រូលោកក្មួយលោកប្អូនលោកកូនលោកចៅណែខ្ញុំកណានឹងមិនទាន់យល់ទេត្រង់ចំណុចកន្លែងណានោះសូមតំណាក់តំណងមកតាមរយៈ Telegram ឬលេខទូរស័ព្ទអាត្មាភាពផ្ទាល់096 704ការ៉េ8សូមបញ្ជាក់លេខទូរស័ព្ទម្ដងទៀត096 704ការ៉េ8ញាតិញោមអាចតំណាក់តំណងមកសួរតាមលេខនឹងបានអាត្មានឹងមិនរឹកមិនអើងអីទេប្រសិនបើញាតិញោមមានវិបត្តិកើតទុកមិនសុខចិត្តបាយមិនបានសម្រានមិនលក់បក់មិនលហើយសោកសង្រេងកើតទុករឿងអ្វីមួយនោះក៏អាចតំណាក់តំណងមកសួរតាមវីដេអូតាមលេខនឹងចោះសូមចម្រើនពរលាញោមណា